នេះគឺឲ្យកូនស្រីពួកយើងអាយ៉ានៅសល់កន្លះឆ្នាំទៀតទៅកាត់មកមានប្រាក់ក៏មិនទិញទុកចោលកន្លះឆ្នាំដែរបងដែរជាឪពុកនេះស្រឡាញ់កូនពេកហើយកូនស្រីត្រូវតែស្រឡាញ់បងនិយាយបែបនេះខ្ញុំខ្លាចបង្កើតបានកូនប្រុសម្នាក់ទៀតណាមិនអាចទេម្នាក់ទេប្រកាសជាកូនស្រីមិនខុសនោះទេណែរបស់នេះបងជូនអូនរបស់នេះមានតម្លៃពេកហើយខ្ញុំមិនយកទេប៉ុន្មានឆ្នាំមកនេះព្រោះទៅរស់នៅអូនយកគ្រឿងអលង្ការយកទៅលក់អស់បងពិតជារអៀខ្លួនថ្ងៃនេះឆ្លងកាត់កំពង់ផែផងជាងចៃដន្យក៏បានឃើញគ្រឿងអលង្ការទៅនេះវាពិតជាមានពណ៌ស្អាតណាស់ស្នាដៃក៏ល្អទៀតបងក៏ទិញយកទៅចិនជាតាក់ចេញអ៊ូទៅតែបង្កើតឡើងនៅមានរឿងដែលត្រូវចំណាយប្រាក់ច្រើនទៀតអ៊ីងគ្រូសាអូនល្អតាំងពីតូចមកពេលរៀបការជាមួយបងត្រូវរងទុក្ខវេទនានេះជាការប៉ះប៉ូវបន្តិចបន្តួចរបស់បងអូនទទួលយកទៅដើម្បីបងស្ងប់ចិត្តបានទេល្អខ្ញុំទទួលយកចុះល្អខ្លាំងណាស់ហ៎ពិតជាស្អាតមែនទេថ្ងៃនេះមិនក៏បងសប្បាយចិត្តយ៉ាងនេះចឹងមានរឿងល្អអីទៅប្រាប់អូនចុះប្រហែលថ្ងៃទៀតរៀមច្បងស៊ុនប្រកាសជាមកធ្វើជាភ្ញៀវរបស់ប៉ាជីងអ៊ូនិយាយបែបនេះពួកបងដោះស្រាយការយកច្រឡំបានហើយទេប្រកាសហើយអាយ៉ាល្អខ្លាំងណាស់អាចទទួលបានការយកទៅរៀនច្បងសិនក៏មានន័យថាកំណុំរបស់ប៉ាកញ្ញាអន្ត្រីក៏ដោះស្រាយរួចដែរហើយតែគួរតែអាចនិយាយបាននេះបានហើយយិនជាបងធ្វើបានយ៉ាងម៉េចទៅខ្ញុំលើកថារៀនច្បងសិនត្រូវគេហៅថាមនុស្សចម្លែកគួរតែមិនស្រួលនិយាយគ្នាយ៉ាងនេះទេនេះគឺមកប្អូនផ្ដល់កំណត់ឲ្យបងរៀមច្បងស៊ុនបារម្ភពីពិភពគុណក៏អធិស្ឋានបងទៅបងមិនមែនប្តីខ្ញុំមានចិត្តទលាយមានរកពីជាបារម្ភកំណត់ដែរល្អចាណាក៏គ្មានប្រយោជន៍ដែរហើយយ៉ានេះពិតជាដំណឹងល្អមួយមែនគួរឲ្យត្រេកអរណាស់ច្រើនមើលទៅមានរឿងមួយទៀតត្រូវពិភាក្សាជាមួយអូនរៀមច្បងស៊ុនអាយុច្រើនលើគ្រួរបស់គេមានជំងឺចាស់ទៀតតែនៅប៉ាចេញអូសូម្បីតែបន្ទប់ទទួលភ្ញៀវក៏គ្មានដែរអញ្ចឹងពួកយើងរើចេញទុកបន្ទប់នេះឲ្យរៀមច្បងស៊ុនទៅពិតជាមានប្រពន្ធដ៏ល្អជាស្នេហ៍របស់បងចិនណាថ្នាំខ្លែមស្រានោះឯងដាំហើយឬនៅវិញលោកគ្រូពលចុះថ្នាំនេះនៅមានយិនសិនទៀតផងលោកគ្រូពួកយិនជាពិតជាមានប្រាក់មែនអាល្ងងឯងនេះនោះមិនមែនជាថ្នាំទេគឺជាទឹកខ្លែមស្រាគឺហួយជាយកមកជូនលោកគ្រូបន្ថយភ្លើងខ្លោចអស់ហើយអាឡបល់យោអាយ៉ាកូនសាប្រហែលថ្ងៃទៀតឯងទៅសៀងហៃជាមួយលោកគ្រូម្ដងទៅមើលទទួលបញ្ជាលោកគ្រូលើកនេះទៅសៀងហៃធ្វើទៀតមិនមែនតែធ្វើការទេគឺទៅផ្ទះរបស់ហួយជាផឹកស្រាប្រហែលជាផឹកមករយៈពេលទៀត2 3ខែឬក៏កន្លះឆ្នាំថាមិនទៀងអូលោកជិនណាមិនក៏ចូលមកមិនគួរទ្វារសើចបលធំសុខសប្បាយចិត្តទេតើនោះជាណាគេខ្ញុំជាប្អូនទី9ដែលដើរតាមពីក្រោយបងតាំងពីតូចណាសើចបលធំបងទៅស្គាល់ខ្ញុំហើយពិតជាឯងមែនអាយ៉ាបែរជាមកដល់ទីនេះមើលសិស្សច្បងធំអាយ៉ាឆ្នាំនោះបងសម្រេចចិត្តបណ្ដេញឯងចេញអំពីប៉ាឯងពិតជាមិនគុំគួនមែនណាពេលនៅក្មេងល្ងងខ្លាំងត្រូវគេដេញចេញពីប៉ាគឺជាការបណ្ដេញដែលខ្ញុំគួរទទួលហើយមិនដឹងហ៊ានចង់គំនុំទៅសច្ចបនធំបងស្រឡាញ់ខ្ញុំតាំងពីតូចពីនៃខ្ញុំក៏ខ្ញុំមិនខឹងនឹងបងដែរណាស្ដាប់ទៅមិនដូចជាពាក្យនៅក្នុងចិត្តទេក្រែងឆ្នាំនោះសច្ចបងទី4ក៏ត្រូវបណ្ដេញចេញពីប៉ាអញ្ចឹងតើយ៉ាងម៉េចទៅហើយពេលដែលស្លាប់បានបន្តតំណែងមេប៉ាទៀតផងសច្ចបនធំរត់តែមិនភ្លេចពីដូនចេតនាបងប្អូនរកសពកើតលេចជើងត្បូងក្នុងក្រៅក៏អាចរកហ៊ូយជាឃើញដែរ
ពេលខ្ញុំឃើញព័ត៌មាននៅក្នុងកាសែតរឹតតែស្ងាត់ឆ្ងាយសិស្សច្បងធំថែមទៀត កាសែតនេះគឺនិយាយបដិបដាស់តែប៉ុណ្ណោះទេឯងមិនបានជឿទេ បើគ្មានពេលប្រេះផ្ដាស់ទាំងអស់នេះទេនោះបងគឺយកជីវិតហួយយន្តជាយូរណាស់មកហើយសរសេរប្រេះផ្ដាស់បែបនេះសិស្សច្បងធំចាត់ការយ៉ាងម៉េចទៀតសភាពបរោះមិនឈរក្រោមចិញ្ចឹងរលំទេហេតុផលមួយនេះខ្ញុំយល់ រឿងរបស់ហួយយិនជាបានកន្លងហួសទៅហើយថ្ងៃនេះបងបានផ្ញើលិខិតប្រាប់បកក្រញាមន្ត្រីទាំងមូលហើយថ្ងៃក្រោយអ្នកណាក៏មិនឲ្យធ្វើជាស្ត្រូវរបស់គេដែរ សិស្សច្បងធំនេះរឿងនេះវាយ៉ាងម៉េចទៅ ពាក្យមួយម៉ាត់ពីរម៉ាត់គឺនិយាយមិនច្បាស់ទេ ខ្ញុំព្រមស្ដាប់តាមបងទាំងអស់ណា